ជួនរឿងស្នេហ៍ធ្លាក់ពីលើមេឃភាគទី7លងស្នេហ៍ប្អូនស្រីធម៌ព្រះសូរិយាចាប់ផ្ដើមចរយាត្រាបំភ្លឺភពផែនដីសពសត្វលោកទាំងឡាយស្រែកក្អាកក្អាយអបអរសាទរនៅក្នុងថ្ងៃថ្មីទិដ្ឋភាពនៅក្នុងភូមិគ្រឹះសុខវិរៈបានបង្ហាញឲ្យឃើញអ្នកកំឡោះឆៃស្លៀកខោខៅប៊យអាវយឺតកបាតចេះរៀងសង្ហាដូចជាតួកុននៅទន្ទឹមនឹងនោះមាននារីរុកស្រស់សោភីស្លៀកអាវសាច់សារ៉ូជាមួយនឹងសំពត់ផ្កាត្រឹមជង្គង់ចេះរៀងតូចច្រឡឹងគួរឲ្យស្រឡាញ់អ្នកទាំងពីរដើរបណ្ដាគ្នាចុះមកក្រោមឆៃនាំក្មួយនេះទៅណានឹងលោកស្រីទេវីដែលត្រូវជាម្ដាយរបស់ឆៃដែលកំពុងអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវស្រែកសួរកាត់ដំណើរកូនឆៃឮសំណួរនេះក៏នាំពេជ្ជនីដើរទៅរកម្ដាយខ្លួនរួចក៏ស្រដីបាទម៉ាក់កូននាំអូននេះទៅចុះឈ្មោះរៀនភាសាបរទេសព្រោះនាងនៅតែក្នុងផ្ទះបែបនេះអបសុខណាស់ទើបកូនឲ្យនាងចូលរៀនបន្ថែមតនខ្លួននៅក្មេងថ្ងៃសៅរ៍អាទិត្យនេះម៉ាក់ណាត់អាលីឲ្យទៅដើរលេងជាមួយកូននៅសមុទ្រហើយព្រោះតាំងពីឯងមកពីស្រុកគេហើយមានបញ្ហាលើកមុននឹងឯងនិងអាលីមិនដែលមានពេលជួបគ្នាឲ្យស្រួលបួលសោះនេះជាគូដណ្ដឹងនឹងគ្នាបន្តិចទៀតក៏ខ្លាចជាប្តីប្រពន្ធនឹងគ្នាហើយនៅចិត្តគ្នាឲ្យបានច្រើនទើបយកចិត្តគ្នាបង្កើនក្តីសុខសុភមង្គលក្នុងគ្រួសារណាពេជ្ជនីឮបែបនេះរៀងទម្លាក់ទឹកមុខចុះបន្តិចព្រោះខ្លួនមិនចង់ធ្វើជាមីជ្រេកស្នេហានរណានោះឡើយចំណែកឯឆៃដឹងពីចេតនារបស់ម្ដាយខ្លួនចុះបើកូនទៅជាមួយអាលីតើបានអ្នកណាជូនពេជ្ជនីទៅចុះឈ្មោះចូលរៀនទៅម៉ាក់ចាំម៉ាក់ឲ្យកូនរិទ្ធជូនក្មួយនេះទៅចុះឈ្មោះចូលរៀនចំនួនចុះតែរិទ្ធរវល់ការងារណាស់ម៉ាក់កូនមិនចង់ពន្យាពេលចូលរៀនរបស់ពេជ្ជនីទេកូនរិទ្ធរវល់ប៉ុណ្ណាក៏មិនដែរមានលេសបដិសេធជាមួយម៉ាក់ម្ដងណាឡើយប្រយោគមួយនេះធ្វើឲ្យឆៃយល់គ្រប់យ៉ាងពីចិត្តម្ដាយខ្លួនពេជ្ជនីឃើញស្ថានភាពតឹងតែងបែបនេះនាងក៏និយាយកាត់ថាបងឆៃជូនបងអាលីទៅដើរលេងទៅខ្ញុំនៅជាមួយម៉ាក់អ៊ំសិនចាំរិទ្ធនាំខ្ញុំទៅចុះឈ្មោះក៏បានដែរឆៃងក់ក្បាលបន្តិចហើយក៏ដើរសម្ដៅទៅរថយន្តរបស់ខ្លួនរួចក៏បើកចេញទៅទិដ្ឋភាពនៅក្នុងបន្ទប់បិទជិតមួយមានពន្លឺអំពូលតូចមួយបញ្ចេញពន្លឺរឹមរឹមបង្ហាញឲ្យឃើញភាពអាប់អួរពោពេញទៅដោយផ្សែងបារីបុរសម្នាក់អុចបារីចិត្តពីកញ្ចប់ជក់បន្តកន្ទុយគ្នាហើយឧទានតិចថាអាឆៃទេវតាដូចជានៅខាងឯងពេកហើយគ្រោះធ្ងន់បែបនេះឯងនៅតែមានជីវិតរស់មកវិញទៀតចាំមើលថាឯងអាចឆ្លងកាត់ផុតពីកណ្ដាប់ដៃរបស់យើងបានម្ដងទៀតឬអត់យើងមិនព្រមចាញ់ឯងគ្រប់យ៉ាងនោះទេអំណាចយុស័កនិងអាលីត្រូវតែជារបស់យើងតែម្នាក់គត់ស្នាមញញឹមដ៏កំណាចលេចចេញពីបុរសម្នាក់នោះដែលយើងបានស្គាល់ថាគឺជាណារងបុរសរូបសង្ហាមុខមាត់ស្រដៀងនឹងឆៃបានលេចវត្តមាននៅក្នុងភូមិគ្រឹះរបស់ខ្លួនសួស្ដីពេជ្ជនីខ្ញុំទទួលបញ្ជាពីអ្នកម៉ាក់ឲ្យជូននាងទៅចុះឈ្មោះចូលរៀនភាសាបរទេសសូមនាងអញ្ជើញរួមដំណើរតាមខ្ញុំមកលោកស្រីទេវីឮសំឡេងរៀបរឹករៀបពីរបស់កូនប្រុសពៅហើយក៏ញញឹមរួចនិយាយថាឯងនេះនិយាយបែបនេះដឹងពេជ្ជនីអៀនឬអត់កូនជាសុភាពបុរសការនិយាយស្ដីតែងតែស្រទន់សុភាពរៀបសារដាក់នារីភេទបែបនេះហើយណាម៉ាក់ដឹងហើយអញ្ចឹងតើបានសម្បូរមនុស្សស្រីលងស្នេហ៍នឹងឯងច្រើនម្លេះមានមនុស្សស្រីស្រឡាញ់កូនច្រើនតែកូនមិនទាន់មានមនុស្សស្រីដែលខ្លួនស្រឡាញ់ទេណាម៉ាក់បានហើយឆាប់ជូនក្មួយនេះទៅនាងចាំឯងយូរហើយណា
ពេជ្ជនីហាក់បីដូចមិនចាប់អារម្មណ៍សម្ដីញ៉ែញ៉ង់ដោយប្រយោលរបស់រិទ្ធសោះនាងលើកដៃជម្រាបលាមកអ៊ំដើម្បីបន្តដំណើរទៅតាមរិទ្ធបន្ទាប់ពីរិទ្ធបាននាំពេជ្ជនីចុះឈ្មោះចូលរៀននៅសាលាភាសាបរទេសរួចរាល់គេក៏បានសុំនាងទៅចាំនៅក្នុងឡានមុនព្រោះគេមានការនិយាយទូរស័ព្ទរឿងការងារដោយទុកឲ្យនាងនៅធ្វើតេស្តភាសាសិនបន្ទាប់ពីចេញពីធ្វើតេស្តហើយនាងបានដឹងកម្រិតថ្នាក់ចូលរៀនហើយពេជ្ជនីបានចេញពីសាលាហើយដើរសម្ដៅមកកាន់រថយន្តរបស់រិទ្ធដើម្បីវិលត្រឡប់ទៅភូមិគ្រឹះវិញពេលនាងបើកទ្វារចូលឡានស្រាប់តែឮសំឡេងមួយបន្លឺឡើងថាយ៉ាងម៉េចហើយនាងតូចធ្វើតេស្តបានកម្រិតថ្នាក់ទីប៉ុន្មានដែរប្រយោគមួយនេះគ្មានអ្វីចម្លែកនោះទេប៉ុន្តែអ្វីដែលចម្លែកនោះគឺជាម្ចាស់សំឡេងមួយនេះនាងសម្លឹងមើលមុខគេយ៉ាងភ្ញាក់ផ្អើលបងឆៃហេតុអ្វីបងនៅទីនេះក្រែងបងឡើងឡានសិនមកចាំបងប្រាប់ពេជ្ជនីដែលមិនទាន់អស់ចម្ងល់ប្រញាប់ឡើងឡានភ្លាមព្រោះចង់ដឹងពីចម្លើយឆៃបញ្ជារថយន្តរិទ្ធបន្តទៅមុខទៀតចុះក្រែងបងនាំបងអាលីទៅសមុទ្រមិនបានបងមកនៅលើឡានរបស់រិទ្ធទៅវិញចុះបងកំពុងតែនាំអាលីទៅសមុទ្រហើយតាឯណាបងអាលីគឺបងមកយោនីហើយបានទៅយោអាលីពួកយើងទៅសមុទ្រជាមួយគ្នានេះបងឈ្មោះទេអីមកអ៊ំឲ្យបងទៅតែពីរអ្នកបងអាលីទេណាបងមិនឈ្មោះទេតែបងចាំសន្យាថានឹងនាំឯងទៅលេងសមុទ្រឥឡូវបងកំពុងតែបំពេញសន្យាឲ្យនេះហើយតាតែមិនមែនពេលនេះទេយើងនៅមានពេលក្រោយទៀតតាឆាប់យកខ្ញុំទៅផ្ទះភ្លាមពេលក្រោយណាមិនសំខាន់តែមនុស្សបងមិនចេះចាំពេលក្រោយទេមានឱកាសបងចូលចិត្តធ្វើភ្លាមមិនចេះទុកយូរទេណាឲ្យតែដើម្បីនេះពេជ្ជនីនៅស្ងៀមមិននិយាយឆៃក៏សួរបន្តនេះមិនចង់ទៅជាមួយបងមិនចង់នៅក្បែរបងទេមែនទេតែបងមានគូដណ្ដឹងរួចហើយខ្ញុំខ្លាចធ្វើឲ្យបងអាលីមិនសប្បាយចិត្តចំពោះវត្តមានរបស់ខ្ញុំស្ដាប់បងណានីអ្វីត្បិតតែបងនិងអាលីជាគូផ្សំគុំគ្នាពិតមែនតែបងទុកនាងប្រៀបដូចជាប្អូនស្រីអញ្ចឹងមិនមានចិត្តលើនាងអ្វីលើសពីនឹងនោះទេចុះបងចាំបាច់ប្រាប់ខ្ញុំធ្វើស្អីគឺបងខ្លាចថានេះគឺជាមូលហេតុដែលនេះមិនចង់នៅក្បែរបងនេះដឹងទេបងនៅចិត្តនេះនឹងធ្លាប់ខ្លួនហើយបើសិនជាអាចចាប់នេះដាក់នៅក្នុងហៅប៉ៅបានបងនឹងយកនេះទៅតាមបងគ្រប់កន្លែងទាំងអស់ហ្នឹងមិនឲ្យឃ្លាតសូម្បីតែមួយវិនាទីឡើយពេជ្ជនីញញឹមឡើងក្រហមមុខឆៃសោចយ៉ាងពេញចិត្តហើយក៏បន្តបើករថយន្តធ្វើដំណើរទៅកាន់ផ្ទះរបស់អាលីរថយន្តស៊ីបស៊េរីទំនើបមួយគ្រឿងបានបរចូលទៅក្នុងបរិវេណភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយមិនចាញ់ភូមិគ្រឹះសុខវិរៈឡើយរចនាបថនៃភូមិគ្រឹះនេះលំនាំតាមសម័យបារាំងគួរឲ្យចង់រស់នៅសួនច្បារលំអដោយផ្កាចម្រុះពណ៌សាយភាយក្លិនក្រអូបធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមិនចេះចិនណាយនេះជាផ្ទះរបស់អាលីស្អាតដែរទេនេះញញឹមពេញចិត្តនឹងទេសភាពដ៏ស្រស់បំព្រងនៅជុំវិញនេះណាឆៃនាំនាងក្រមុំតូចដើរចូលទៅក្នុងភូមិគ្រឹះនេះដើម្បីទៅទទួលអាលីស្រាប់តែលេចវត្តមានស្ត្រីវ័យចំណាស់ខ្ទង់70ឆ្នាំម្នាក់តែសម្រស់នឹងការស្លៀកពាក់ស្រស់ស្អាតមិនសមនឹងវ័យជរានោះទេឆៃលើកដៃប្រណម្យរួចនិយាយថាចៅសូមជម្រាបសួរលោកយាយចៅមកទទួលអូនអាលីទៅដើរលេងកម្សាន្តនៅសមុទ្រចំនួន2ថ្ងៃនេះឆាប់ជម្រាបសួរលោកយាយទៅនេះញញឹមរួចលើកដៃគោរពប្រណិប័តស្ត្រីជាម្ចាស់ភូមិគ្រឹះនេះយ៉ាងទន់ភ្លន់ចៅសូមជម្រាបសួរលោកយាយម៉ាលីភ្ញាក់នឹងវត្តមានក្រមុំរូបស្រស់របស់យើងឡើងផ្លឹកមួយសន្ទុះឃើញបែបនេះឆៃក៏បកស្រាយថា
នេះជាអូននីនាងជាប្អូនស្រីសាច់ឆ្ងាយរបស់ចៅលើកដៃថ្វាយព្រះចៅនេះមកចិត្តយាយបន្តិចមកនេះភាំងនឹងប្រយោគស្វាគមន៍របស់លោកយាយម៉ាលីប៉ុន្តែនាងក៏សម្រេចចិត្តដើរទៅអង្គុយចិត្តលោកយាយម្នាក់នោះក្រោយពីបានពិនិត្យមើលផ្ទៃមុខរបស់នេះចំប្លង់បែបនេះគាត់ក៏លាន់មាត់និយាយថាចៅមានសម្រស់ស្រស់ស្អាតគួរឲ្យស្រឡាញ់ខ្លាំងណាស់នេះបានត្រឹមញញឹមមិនដឹងថាគូនិយាយតបបែបណានោះទេចៅមានឈ្មោះពេញអ្វីដែរហើយចៅមកពីភូមិណាស្រុកណាដែរតោះបងឆៃយើងឆាប់ចេញដំណើរទៅប្រយោគរបស់អាលីបន្លឺឡើងពីក្រោយខ្នងកាត់សំណួររបស់លោកយាយនាងអ្នកទាំងបីបានលីលោកយាយម៉ាលីដើម្បីចេញដំណើរចំណែកឯលោកយាយតាមមើលនេះជាប់ហាក់បីដូចជាមាននិស្ស័យជាមួយនឹងយុវតីម្នាក់នេះណាស់សង្ឃឹមថាបានជួបនាងនៅថ្ងៃណាមួយជាមិនខានចំណែកឯអាលីក៏រៀនភ្ញាក់នឹងវត្តមានរបស់នេះដែរព្រោះនាងគិតថានាងត្រូវទៅដើរលេងតែពីរអ្នកឆៃប៉ុណ្ណោះឆៃបានសុំអាលីឲ្យនេះអង្គុយនៅកៅអីខាងមុខចិត្តខ្លួនព្រោះនាងពោឡានអាលីក៏យកព្រមហើយសុកចិត្តមកអង្គុយកៅអីក្រោយតែម្នាក់ឯងភាពស្និទ្ធស្នាលរបស់ឆៃនិងនេះមិនបានរំលងពីក្រសែភ្នែករបស់អាលីនោះទេឆៃយកចិត្តទុកដាក់ជាមួយនេះដូចជាកូនក្មេងឥតមានខ្វល់នឹងវត្តមានរបស់អាលីសោះយូរងាកមកនិយាយជាមួយនាងម្ដងឆៃបររថយន្តសុកស្រាប់តែបញ្ឈប់ដំណើរនៅខាងមុខអគារខុនដូមួយបងឆៃឈប់នៅទីនេះធ្វើអីឡានមានបញ្ហាមែនទេអត់ទេអាលីបងមកយកនរិនមិត្តរបស់បងម្នាក់ទៀតទៅដើរលេងបានជាគ្នាដែរមួយសន្ទុះក្រោយមកក៏លេចវត្តមានបុរសរាងខ្ពស់សង្ហាសម្បុរខ្មៅស្រអែមពាក់វ៉ែនតាខ្មៅក្នុងដៃមានយូកបោកមួយបើកទ្វារឡានខាងក្រោយចូលមកគេលុបដៃទេស្មារបស់ឆៃហើយនិយាយថាសួស្ដីលោកឆ្មាជីវិត7សប្បាយចិត្តណាស់ដែលបានធ្វើជាមិត្តជាមួយលោកម្ដងទៀតសួស្ដីសម្លាញ់បែកគ្នាមួយរយៈសោះពូកែវោហាដល់ហើយណោះមិនឲ្យពូកែយ៉ាងម៉េចរាល់ថ្ងៃខំអានសិភៅរៀនយុទ្ធសាស្ត្រការពារខ្លួនរហូតហ្នឹងនៅកន្លែងយើងឥឡូវផ្លត់ស្នៀតមិនបានទេគ្នាគ្មានជីវិតច្រើនដូចជាឯងនោះទេណូរិនញញឹមស្រស់ដាក់អាលីដែលអង្គុយទន្ទឹមនឹងខ្លួនរួចនិយាយថាសួស្ដីអាលីញញឹមរួចនិយាយតបចាសួស្ដីបងណូរិនអាយ៉ានេះហេតុអ្វីឆៃឲ្យគូដណ្ដឹងមកអង្គុយខាងក្រោយអញ្ចឹងហើយសុកចិត្តអង្គុយនៅខាងមុខម្នាក់ឯងបែបនេះពេជ្ជនីងាកមុខមកក្រោយបង្ហាញណូរិនហើយឆៃក៏និយាយថាខាងមុខនេះរវល់ដាក់កូនត្រេនពូកែប៉ូឡានម្នាក់ហើយទើបសុំឲ្យអូនអាលីទៅអង្គុយខាងក្រោយនឹងនេះជាពេជ្ជនីជាប្អូនស្រីធរដែលបានជួយសង្គ្រោះជីវិតគ្នាកាលពីថ្ងៃមុនណូរិនភាំងនឹងសម្រស់របស់នីស្អាតដូចជាកូនក្លឹងហើយញញឹមស្វាគមន៍នាងសួស្ដីអូននីមានប្អូនស្រីធរស្រស់ស្អាតបែបនេះហេតុអ្វីទើបតែនាំមកគ្នាស្គាល់យីឯងចង់ទៅញ៉ៃញ៉ងណាក៏ញ៉ៃទៅតែកុំរញ៉ៃញ៉ៃជាមួយនេះឲ្យសោះនាងនៅក្មេងណាស់បើមានគូប្អូនស្រីគ្នាត្រូវតែសមជួបមនុស្សប្រុសដែលល្អជាងឯងមនុស្សប្រុសដែលល្អជាងគ្នាមានតែជាឯងមានទេឆៃស្ងាត់មាត់មិនតបចំណែកឯអាលីក៏សម្លឹងមើលមុខឆៃតាមកញ្ចក់មុខរងចាំចម្លើយឆ្លើយតបរបស់គេនេះឃើញបែបនេះនាងក៏និយាយបដូរបរិយាកាសថាជំរាបសួរបងនរិនរីករាយដែលបានស្គាល់បងឆៃជាបងប្រុសដ៏សែនល្អរបស់ខ្ញុំសុំតែជាគូជាមួយនឹងបងអាលីតែម្នាក់ប៉ុណ្ណោះមែនទេបងអាលីនិងបងឆៃអាលី
ក៏ញញឹមស្ងួតជាការឆ្លើយតបរថយន្តរបស់អ្នកទាំង4បានធ្វើដំណើរមកដល់មាត់សមុទ្រសំឡេងរលកបោកច្រាំងនិងផ្ទាំងថ្មបង្កើតបានជាចង្វាក់ភ្លេងបំពេអារម្មណ៍បំបត្តិអស់ទុក្ខកង្វល់នីស្ទុះរត់ទៅមាត់ឆ្នេរយ៉ាងសប្បាយរីករាយឥតមានចាំនរណាម្នាក់ឡើយព្រោះនេះជាលើកទី1ហើយដែលនាងបានឃើញទេសភាពនៅមាត់សមុទ្រនៅក្នុងឆាកជីវិតឆៃសោចហើយញញឹមស្រស់នៅខាងក្រោយអាលីដែលឈរទន្ទឹមនឹងអ្នកកំឡោះយើងក៏និយាយថាយើងខានមកលេងសមុទ្រជាមួយគ្នាយូរហើយបងដឹងទេឆៃងាកមកមើលនាងរួចនិយាយតបបែបនេះហើយទៅបងនាំអូនមកលេងនឹងណាយ៉ាងម៉េចហើយសប្បាយចិត្តអត់នៅទីណាក៏សប្បាយចិត្តដែរឲ្យតែបងនៅក្បែរអូនឆៃយកដៃឆ្លីសក់នាងរួចនិយាយថាចុះបងនៅក្បែរអូនរហូតហើយតាសកម្មភាពស្និទ្ធស្នាលរបស់ឆៃនិងគូដណ្ដឹងមិនបានឃ្លាតពីកន្ទុយភ្នែករបស់នីឡើយកំពុងតែរភើបនឹងទេសភាពមាត់សមុទ្រសុកសុកក៏ប្រែជាស្រពប់ស្រពោនមិនយល់ចិត្តខ្លួនឯងសោះចង់ឲ្យបងប្រុសបងស្រីទាំងពីររបស់ខ្លួនបាននៅជាមួយគ្នាតែពេលគេនៅជាមួយគ្នាបែរជាមានអារម្មណ៍ថាតូចចិត្តខ្វះភាពកក់ក្ដៅមានកូនចិត្តប្រច័ណ្ឌដោយមិនដឹងខ្លួនសប្បាយដែរឬទេនីម្ចាស់សំឡេងគឺជានរិនដែលកំពុងញញឹមពព្រាយមកកាន់នាងនីប្រែទឹកមុខមកជាញញឹមស្ងួតដាក់គេវិញចាសប្បាយណាស់បងនីចេះហែទឹកដែរទេខ្ញុំមិនចេះទេបងអញ្ចឹងចាំខ្ញុំបង្រៀនហែទឹកណាតែខ្ញុំមិនបានយកសម្លៀកបំពាក់មកផ្លាស់ផងបងណូរិនចង្អុលទៅតូបលក់សម្លៀកបំពាក់ជាច្រើននៅតាមមាត់ឆ្នេរទីនោះមានលក់ខោអាវច្រើនណាស់ចាំបងជូនអូនទៅទិញណានីមិនចង់រំខានគូស្នេហ៍របស់ឆៃនាងក៏សម្រេចចិត្តដើរទៅតាមនរិនចំណែកឯឆៃវិញត្បិតខ្លួននៅជាមួយអាលីមែនតែភ្នែករបស់គេតាមសម្លឹងមើលដំណើរបណ្ដាគ្នារបស់នីនិងនរិនគេក៏ធ្វើជាបបួអាលីដើរទៅមុខបន្តបំណងចង់តាមមួយគូនោះតែប៉ុណ្ណោះនរិនឯងនាំនីទៅណាគឺខ្ញុំនាំនីទៅទិញខោអាវយីរឿងកៅអៅនារីយើងជាបរិសុទ្ធជូនទៅយ៉ាងម៉េចកើតទុកឲ្យនីទៅជាមួយអាលីទៅយើងចាំពួកគេនៅទីនេះហើយអាលីនិងនីបាននាំគ្នាទៅទីសម្លៀកបំពាក់និងគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួនចំណែកឯឆៃនិងនរិននៅចាំពួកនាងនៅមាត់ឆ្នេរក្រោយពីបានរើសសម្លៀកបំពាក់រួចអស់ហើយនីនិងអាលីក៏បាននិយាយគ្នាលេងបណ្ដើរគ្នាស្រាប់តែប្រទះនឹងក្រុមមនុស្សប្រុសចំនួន4នាក់ចង់ទៅណាអូនស្អាតទាំងពីរនីក៏និយាយឆាប់ជិះផ្លូវពួកយើងភ្លាមតោះបងអាលីនៅពេលពេជ្ជនីកាន់ដៃអាលីដើរកិច្ចផ្លូវពីពួកគេស្រាប់តែពួកគេនាំគ្នាពាត់ពួកនាងជុំចិត្តអាលីនិងនីភ័យជាខ្លាំងបុរសម្នាក់លូកដៃមកច្បិចថ្ពាល់របស់អាលីស្រាប់តែនីក៏ទះគេមួយកំភ្លៀងបុរសនោះខឹងជាខ្លាំងបានរុញច្រាននីឲ្យដួលទៅលើដីខ្សាច់ពួកនាងចង់ខ្លាំងជាមួយយើងផងពួកឯងឆាប់ចាប់ពួកនាងមកពួកនោះបំរុងនឹងចាប់នីនិងអាលីហើយស្រាប់តែឆៃនិងនរិនស្ទុះហក់ធាក់ពួកគេពីក្រោយដល់មុខពួកគេយ៉ាងដំណំរត់ផាសក្រញ៉ាំអស់ឆៃឆ្លៀតចង្អុលមុខពួកគេហើយនិយាយថាតែហ៊ានមកប៉ះពាល់ប្រពន្ធយើងទៀតពួកឯងប្រកាសជាស្លាប់កប់សពក្រោមឆ្នេរនេះជាមិនខានទេឆៃស្ទុះមកត្រកងនីឡើងនី
យ៉ាងមិនហើយនឹងឈឺខ្លាំងដែរអត់ Alice និង Norin ភាំងនឹងប្រយោគរបស់ឆៃអំបញ្ញមិញមិនដឹងថាខ្លួនស្ដាប់ច្រឡំឬក៏យ៉ាងណាខ្ញុំមិនអីទេបងឆៃពេជ្ជនីប្រញាប់ក្រឡេងខ្លួនចេញពីឆៃស្ទុះងើបឈរខ្លួនឯងឆៃហាក់ចាំបានពាក្យសម្ដីរបស់ខ្លួនមុននេះបន្តិចគេក៏ធ្វើមុខស្មាងសង្ឃឹមថាអ្នករាល់គ្នាមិនចាប់អារម្មណ៍នឹងប្រយោគមួយនេះចោះរាត្រីយប់ស្ងាត់រលកបោកបោកបង្កើតបានជាតន្ត្រីបំពេអារម្មណ៍នាពេលរាត្រីនាងក្រមុំរូបស្អាតក្រុងឈុតរូបស្បៃវែងពណ៌សកំពុងឈរនៅមាត់ឆ្នេរតែម្នាក់ឯងបណ្ដែតអារម្មណ៍តាមទឹកជោទឹកនេកនៃសមុទ្រស្រាប់តែមានសំឡេងមួយបន្លឺឡើងគៀនត្រចៀករបស់នាងតូចយ៉ាងស្រាលស្រទន់ថាហេតុអ្វីមកឈរនៅទីនេះតែម្នាក់ឯងយប់ថ្មនេះហើយនៅមិនតន់ចូលគេងទៀតមែនទេនាងប្រញាប់រែខ្លួនចេញពីប្រភពសំឡេងក៏ប្រទះនឹងវត្តមានរបស់កំឡោះសង្ហាវិរៈឆៃក្រងអាវកបើកពណ៌សស្ដើងជាមួយនឹងខោខ្លីត្រឹមជង្គង់កំពុងញញឹមស្រស់មកកាន់រូបនាងហេតុអ្វីមើលទៅដូចជាភ័យខ្លាំងម្លេះនេះបងមិនមែនខ្លាឯណាបងឆៃខ្ញុំសុំឲ្យបងឈប់មកចិត្តខ្ញុំទៀតតើបានទេឆៃធ្វើមុខឆ្ងល់ហើយក៏សួរទាំងជ្រួញចិញ្ចើមថាហេតុអ្វីទៅនេះព្រោះតែអាលីមែនទេបងមានគូដណ្ដឹងហើយខ្ញុំមិនចង់ឲ្យបងអាលីឈឺចាប់ដោយសារភាពស្និទ្ធស្នាលរបស់យើងទៀតនោះទេហើយបងមានដឹងខ្លួនអត់ថាល្ងាចមិញបងនិយាយអ្វីខ្លះបងដឹងនេះបងគ្មានអារម្មណ៍អ្វីទេមែនទេដែលនិយាយពាក្យនេះមកគេមកឯងបែបនេះគឺបងនិយាយពាក្យនេះឡើងធ្លាប់មកអស់ហើយជាពិសេសពេលមានមនុស្សប្រុសណាមកនៅក្បែររញ៉េរញ៉ៃនេះហើយក៏មិនខុសដែរព្រោះពួកយើងបានរៀបការជាមួយនឹងគ្នាហើយក្រែងខ្ញុំឲ្យបងបំភ្លេចរឿងនោះចោលពេលពួកយើងឈានជើងចេញពីព្រៃពរងហើយមែនទេតែបងបំភ្លេចមិនបានទេនេះបងឈួតហើយមែនទេបានជានិយាយមិនចូលគ្នាបែបនេះមែនគឺបងឈួតដោយសារនេះព្រោះបងស្រឡាញ់នេះប៉ុណ្ណឹងនេះនៅតែមិនយល់ទៀតមែនទេឆៃនិយាយយ៉ាងមុតមមប្រកបដោយភាពច្បាស់លាស់គ្មានមន្ទិលនិងគួរឲ្យសួរបញ្ជាក់ម្ដងទៀតនោះទេនេះភ្ញាក់ផ្អើលនឹងសម្ដីរបស់ឆៃតែនាងបែរខ្នងដើរចេញពីឆៃទាំងសម្រក់ទឹកភ្នែកសូមបងបំភ្លេចក្តីស្រឡាញ់មួយនេះចោលចុះខ្ញុំមិនស័ក្តិសមនឹងបងទេឆៃបានស្ទុះទៅចាប់ដៃពេជ្ជនីដើម្បីខាត់ដំណើររបស់នាងរួចក៏បែរមុខនាងមករួចយកបបោមាត់គេថើបលើបបោមាត់របស់នាងបង្ហាញក្តីស្រឡាញ់ចេញអស់ពីបេះដូងរបស់គេដែលមានចំពោះនាងរូបភាពនិងសម្ដីទាំងអស់នេះកំពុងស្ថិតនៅក្នុងកែវភ្នែករបស់អាលីនាងស្លុតអារម្មណ៍ស្រក់ទឹកភ្នែកតក់ៗតែគូដណ្ដឹងរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងប្អូនស្រីធររបស់គេបែបនេះនាងបែរមុខចេញព្រោះទ្រាំមើលដោយការឈឺចាប់មិនបានសូមប្រិយមិត្តទាំងអស់មេត្តារងចាំស្ដាប់ភាគបន្តឆាប់ៗនេះសូមអរគុណ